សួស្តីតគ្នាថ្ងៃនេះដែរខ្ញុំនឹងមកសម្ភាសកូនបើដោយសារខ្ញុំចង់ដឹងខ្លាំងមែនតើហ្មងតើគាត់រៀបការវិភាគមិនដោយសារតែពេលហ្នឹងគាត់ធៀបប្រឡងបាក់ដប់ផងហើយប្រឡងសັບកាយទៀតចឹងហើយកូនបើប្រឡងដូចជាដល់ថ្នាក់អីគេរាជធានីហើយគាត់ខ្ញុំវិញខ្ញុំធ្លាក់តាំងតង់ដំបងអញ្ចឹងខ្ញុំឆ្ងល់គាត់មានវិធីនៅក្នុងការរៀនមិនឬក៏គ្រប់គ្រងពេលវេលាគាត់មិនអញ្ចឹងណាអាចប្រឡងបានលទ្ធផលល្អឥឡូវនេះសុំណែនាំគ្រូមួយមើលកូនបើខ្ញុំឈ្មោះហៀងកនិកាបងខ្លួនឯងក៏ឆ្ងល់ប្អូនដែរថាគៀបការវិភាគមិនសារពេលហ្នឹងត្រូវប្រឡងបាក់ដប់ផងហើយត្រូវប្រឡងសັບកាយរូបជាទៀតធៀបមិនអត់ចង់មានគម្រោងចូលសិប្បកម្មនឹងទេតែសុកក៏ដាក់ឈ្មោះចូលទៅហើយប្រឡងជាប់នៅសាខាខ្លួនឯងហើយតទៅនៅសាលាខ្លួនឯងដែរតែច្រើនសាខាចូលគ្នាហើយចុងក្រោយទៅដល់រាជធានីហ្នឹងហើយខ្ញុំអត់ expect ថាខ្ញុំនឹងប្រឡងជាប់ទេ cause ខ្ញុំហ៊ានឈិលទេសារនិយាយទៅអត់ចង់ចូលមកសិប្បកម្មហ្នឹងចង់ focus លើបាក់ឌុបជាងតែអាពេលហ្នឹងរបៀបខ្ញុំធ្វើលំហាត់គ្រូគួរហើយលំហាត់គ្រូគួរហ្នឹងគាត់មានពិបាកមានអាស្រួលអញ្ចឹងទៅហើយខ្ញុំធ្វើទាំងអស់អត់ដែររំលងអីចឹងទៅវារៀង easy ដែរហើយមួយទៀតខ្ញុំយករបៀបលំហាត់ពិបាកតាម social media អីចឹងយកមកធ្វើលេងអីចឹងទៅហើយពេលទៅប្រឡងហ្នឹងនិយាយទៅប្រឡងឲ្យចែកជាប់តទៅតែដល់ពេលត្រូវប្រឡងរាជធានីហ្នឹងខ្ញុំបានរៀនគួររូបវិទ្យាហ្នឹង2ថ្ងៃដែរសិប្បកម្មហ្នឹងរៀន2ថ្ងៃដែរតែធ្លាក់ទៅទៅសារកុំបើបង្ការខ្ញុំប្រឡងខ្ញុំធ្លាក់ត្រឹមសាលាហ្មងពេលហ្នឹងក៏ខ្ញុំអត់មានកម្រងថានឹងទៅប្រឡងសັບកាយដែរប៉ុន្តែដាក់ឲ្យមានឈ្មោះទៅប្រឡងនឹងគេនឹងឯងចឹងណាតែធ្លាក់បិទប្រកាសមែនចាតែខ្ញុំទៅសារកុំបើ she can manage ពេលវេលាបានដើម្បីទៅប្រឡងដោយសារតែកន្លងពេលបាក់ឌុបហ្នឹងខ្ញុំកាលហ្នឹងខ្ញុំក៏ត្រូវជាប់ឈ្មោះទៅប្រឡង speaking អីដែរតែខ្ញុំអត់ទៅទេដោយសារតែខ្ញុំចង់ focus ទៅលើការប្រឡងបាក់ឌុបខ្ញុំច្រើនជាងដូចកូនបើសេរីគ្នាចឹងណាប៉ុន្តែកូនបើមានឱកាសបានជាប់វគ្គរៀងច្រើនដែរហើយនៅពេលដែលយើងជាប់ពីមួយវគ្គទៅមួយវគ្គមានអារម្មណ៍មិនដែរយើងអត់ expect ថាយើងនឹងបានជាប់ដល់វគ្គហ្នឹងមានអារម្មណ៍មិនអារម្មណ៍ធម្មតាដោយសារយើងអត់របៀបថាយើងអត់ expect ថាយើងជាប់យើងចេះទៅប្រឡងជាងស្វាយចិត្តតិចដែរតែអត់សូវទៅវាធម្មតាលំហាត់សັບកាយហ្នឹងរៀនពេលណាម៉ោងណីដែរពេលយប់មែនដោយសារតែយើងត្រូវរៀនពេលយប់ចន្លោះម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអត់ប្រាប់ទុកឲ្យឆ្ងល់ទៀតហ៎ប្រាប់មកអត់ក្លោមានសិស្សបងអូនចង់ដឹងទេអត់ចាបង្ការខ្ញុំដូចកំពើដែរខ្ញុំអត់សូវត្រៀមអញ្ចឹងដែរហ្នឹងប៉ុន្តែលទ្ធផលក៏វានេះហើយតែខ្ញុំអត់សូវដែរខ្វល់ផងដោយសារតែយើងគិតរឿងបាក់ឌុបច្រើនជាងហើយមាន PF ដែរផ្ដាំទៅកាន់សិស្សបងដែលគាត់ចង់ប្រឡងសិប្បកម្មអីអត់ខ្ញុំជូនពរដល់តគ្នាហ្មងណាសម្រាប់អូដែលគាត់ចង់ប្រឡងសិប្បកម្មអីចឹងបើសិនជាអាចមានឱកាសគឺព្យាយាមនៅក្នុងការចូលរួមទៅដើម្បីឲ្យយើងនឹងដឹងពីសមត្ថភាពខ្លួនឯងបន្ថែមចឹងណាហើយមួយទៀតក៏ជួយសម្រួចមុខវិជ្ជាផ្សេងៗដែលយើងស្លាញ់ទៅបងវីដេអូដែលតគ្នាមើលបាញ់ឲ្យហើយចាំមើលតអត់ថតណាវីដេអូថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាច្រើនខ្លាំងមែនតើដែលតែចូលចិត្តមើលវីដេអូរបស់ខ្ញុំមួយនឹងកុំបើបាយបាយ